Wow ទេសភាពនៅក្នុងស្រុកខ្មែរយើងមិនចាញ់នៅស្រុកគេទេបងប្អូនអើយដូចកន្លែងនេះអញ្ចឹងរីសតនៅខាងទឹកដីស្រុកសំឡូតនៃខេត្តបាត់ដំបងយើងកំពុងតែលេចរូបរាងថ្មីឯងបងប្អូនស្រស់ស្អាតខ្លាំងណាស់ខ្ញុំចូលមកដល់មើលទៅខាងក្រោមឡើងសន្លឹមឃើញគេជីកទុកជីអីហើយមកខាងទៀតជាប់ជើងភ្នំមើលទៅឡើងខៀវស្ងាត់ហ្មងខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាពេលមកលេងរីសតម្ដងពិតជាចង់បានរីសតដែលថានៅជាប់មាត់ទឹកមានជើងភ្នំមានអីអញ្ចឹងណាធ្វើឲ្យអារម្មណ៍យើងមើលទៅគឺស្រស់ស្រាយ fresh សាហាវហ្មងបងប្អូនដូចជារីសតមកកន្លែងនេះអញ្ចឹងពេលដែលយើងចូលមកដល់យើងទទួលបានអារម្មណ៍ច្រើនណាស់បងប្អូនទាំងអស់គ្នាចង់ជិះទូកកាយ៉ាក់ឬក៏ជិះក្បូនលេងតាមមាត់ទឹកញ៉ាំអាហារឆ្ងាញ់ឬក៏ជិះម៉ូតូធំដើរលេងអីហ្នឹងគឺមានទាំងអស់តែម្ដងនៅរីសតមួយកន្លែងនេះហើយបើឃើញរូបភាពអញ្ចឹងហើយចាំកាលទៀតមិនសិនគ្នាមកហើយរីសតមួយកន្លែងនេះមានឈ្មោះថាលេងសេងណានៅខាងស្រុកសំឡូតបងប្អូនខេត្តបាត់ដំបងយើងនឹងឯងកំពុងតែលេចរូបរាងថ្មីមួយទៀតហើយនៅលើទឹកដីស្រុកសំឡូតយើងពេលដែលខ្ញុំចូលមកដល់ខ្ញុំពិតជាវ៉ាវជាមួយទេសភាពក្នុងរីសតមួយនេះខ្លាំងណាស់បងប្អូនមើលទៅខាងក្រៅមកឃើញគេជិះទូកលេងយ៉ាងសប្បាយហើយមើលទៅឡើងសន្លឹមហ្មងខ្ពស់ណាស់ហើយជាពិសេសបងនៅក្នុងខេត្តបាត់ដំបងជិះមកមិនឆ្ងាយប៉ុន្មានទេសំខាន់គេលោកអត់ទាន់បានឃើញអត់ទាន់បានស្គាល់អីអាចមកលេងបានដោយសារតែមានច្រើនរសជាតិដូចខ្ញុំប្រាប់អញ្ចឹងឯងម្ដុំខាងនេះវិញគឺដើមឈើយើងអាចអង្គុយញ៉ាំម្ហូបកំងអីនៅនឹងបានចំពោះទីធ្លាគេវិញមើលទៅធំទលាយមែនតើបងប្អូនគឺដើមឈើធ្វើឲ្យមកលុបតឈឹងតឆៃហ្មងយើងចង់អង្គុយញ៉ាំអីនៅខាងលើនឹងក៏បានអង្គុយខាងក្រោមមានទឹកមានអីក៏បានដែរហើយនេះឯងទស្សនវិជ្ជាខាងក្រៅមកទឹកឡើងថ្លាឆ្វង់ហ្មងបងប្អូនអើយឃើញក្មេងៗចូលចិត្តលេងណាលេងមិនចង់ឡើងទេហើយទឹករាក់ល្មមហ្មងនិយាយទៅប្លង់ថតក៏ច្រើនដែរហើយមើលបងគាត់អង្គុយញ៉ាំអីគឺថាគាត់អង្គុយក្នុងទឹកហ្មងមើលទៅស្រស់ស្រាយសប្បាយមែនតើបងប្អូនអើយខ្ញុំឃើញបងប្អូនណាជិះទូកឡើងសប្បាយរីករាយហ្មងដល់ពេលមានអីបងប្អូនអើយខ្ញុំជិះអង្កេតដែរគ្មានជិះអ៊ំណាបើចំណែកក្មួយប្រុសខ្ញុំនេះវិញកែហ្មងមើលគេអ៊ំទូកយ៉ាងសង្ហាននេះសម្រាប់អ្នកចូលចិត្តថតវិញណាគឺថាមិនដឹងជាបានប៉ុន្មានរយប៉ុសទេមកលេងកន្លែងនេះបងប្អូនបើថាប្លង់ជិះទូកមួយអីអូថតអត់តោះហើយដោយសារតែប្លង់គេមានទឹកថ្លាមានទេសភាពខៀវស្ងាត់ជុំវិញហ្មងបងប្អូនឃើញវីដេអូមួយនេះហើយចង់ទៅលេងខេត្តនេះកាន់តែស្អាតដោយសារទឹកថ្លាឆ្វង់ជាងឯងកុំភ្លេច share វីដេអូនេះទុកម្នាក់មួយផងហើយកន្លែងគាត់បងប្អូនមានជិះទាំងម៉ូតូធំមានជិះម៉ូតូអាគុយមានជិះកង់មានអីមើលទៅទំនងហើយយើងជិះលេងតាមដងផ្លូវអីចឹងទៅហើយមានក៏មានម៉ាតមានអាហារស្ថានកន្លែងចាក់សាំងការ៉ាសាំងអីហ្នឹងក៏មានដែរដល់ពេលអញ្ចឹងខ្ញុំទៅសារម្ចាស់រីសតបងគាត់រៀបចំកន្លែងនេះបានស្អាតហើយក៏រៀបចំជាកញ្ចប់បដ ហើយសម្រាប់បងប្អូននៅតាមបណ្ដាខេត្តឆ្ងាយអីឃើញវីដេអូមួយនេះក៏អាច share ទុកឲ្យចង់មកលេងបានដែរដោយសារតែមានកន្លែងគេមានកន្លែងលេងទឹកលក្ខណៈបែបធម្មជាតិតាមស្ទឹងតាមអូអីចេះទៀតកាន់តែអែមហ្មងដូចថាយើងឈប់ពីការងារសម្រាប់ពីការងារចង់មកលំហែខួរក្បាលមួយថ្ងៃពីរថ្ងៃអីហ្នឹងគឺមកដឹងតែត្រូវតែម្ដងចំណែកខាងនេះឯងសិតតែជាផ្ទះលំហែរបស់គាត់មើលទៅស្អាតបងប្អូនមានចម្រុះពណ៌មើលទៅគួរឲ្យស្រស់ស្រាយមែនតើហើយខ្ញុំនេះវិញថតចុះថតឡើងនឹងដល់ប្រឡប់គេបើកអំពូលចេះមកទៀតគឺស្អាតណាស់ខាងមុខផ្ទះលំហែហ្នឹងគេមានដេកថតរូបច្រើនមុខហើយមានសួនផ្កាជាច្រើនមុខថែមទៀតហើយចំណែកផ្លូវដើរខាងនេះវិញក៏ស្អាតដែរនិយាយទៅអ្នកចូលចិត្តថតរូបអីដឹងតែត្រូវហើយដឹងជាប្រហែល100ប៉ុសទេដូចខ្ញុំនិយាយអញ្ចឹងឯងផ្ទះមួយហ្នឹងដែលយើងថតពីខាងក្រៅមកពីកន្លែងទឹកយើងជិះទូកនឹងមកឃើញផ្ទះនឹងមួយនៅជាប់កន្លែងគិនថ្មមានលើភ្នំអីអញ្ចឹងមកទៅស្អាតមែនតើបងប្អូនអើយហើយបន្ទាប់ពីខ្ញុំដើរហត់អីលេងអស់ចិត្តហើយក៏ហៅជាម្ហូបកំងដែរបងប្អូនមានតាំងពីបាយមាន់ឬក៏បុកល្ហុងហើយលក្ខណៈថាម្ហូបកំងជាច្រើនមុខទៀតយើងចង់កំងអីក៏បានដែរហើយនិយាយថាក្មេងៗគេដើរលេងហត់អីសប្បាយគេអស់ចិត្តហើយគេមកអង្គុយញ៉ាំឡើងត្រជាក់ចិត្តហ្មងសំខាន់ណាស់ទៅពេលល្ងាចខ្ទង់ម៉ោង3ម៉ោង4អីមើលទៅគឺកាន់តែស្រស់ស្រាយហ្មងដោយសារតែខ្យល់ធ្លាក់មកត្រជាក់មកហ្មងបងប្អូនហើយខ្ញុំមកស្រឡាញ់ប្លង់កន្លែងហ្នឹងខ្លាំងមែនតើហ្មងនិយាយថាត្រជាក់ចិត្តណាស់បងប្អូនអើយមើលទៅខាងក្រៅមានទឹកមានភ្នំមានអីឡើងខៀវស្ងាត់ហើយឈរញ៉ាំអាហារបែបឆ្ងាញ់អញ្ចឹងទៀតអូធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយសប្បាយចិត្តខ្លាំងណាស់ខ្ញុំទៅថ្ងៃហ្នឹងមេឃរៀងសតុំដែរចង់មកបន្តិចប៉ុន្តែអត់អីទេហើយឃើញថាបងយើងមកលេងច្រើនដែរបងប្អូនដោយសារប៉ះចំថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងទៅក៏ដើរលេងអីអញ្ចឹងណាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណសូមជម្រាបលា